គ្រឿងក្នុងឆាស្ងោរចៀនអាំងនិយាយទៅឲ្យតែប្រភេទគ្រឿងក្នុងអញ្ចឹងគ្រឿងក្នុងហ្នឹងវាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ហើយវាមានសារធាតុជំរុញឲ្យផលិតកូលេស្តេរ៉ុលហ្នឹងក៏ច្រើនដែរអញ្ចឹងអ្នកណាដែលគាត់អាសាញ៉ាំគ្រឿងក្នុងគ្រប់ប្រភេទឆាចៀនអាំងស្ងោរហ្នឹងអាចនឹងមានបញ្ហាជាពិសេសគឺរឿងឈឺសន្លាក់លើសជាតិអាស៊ីតហើមដៃហើមជើងហ្នឹងហើយពិសេសគឺសម្រាប់អ្នកណាដែលគាត់កំពុងតែលើសជាតិអាស៊ីតស្រាប់គឺត្រូវតែតបអាហារគ្រឿងក្នុងហ្នឹងហើយបើសិនជាគាត់ញ៉ាំអាហារគ្រឿងក្នុងហ្នឹងញឹកញាប់ទៅហើយគាត់អាសាឈឺដៃឈឺជើងកុំភ្លេចទៅជួសឈាមមើលជាតិអាស៊ីតឲ្យបានលឿនហើយនឹងឆាប់រហ័សផងដែរហើយមួយទៀតអាគ្រឿងក្នុងហ្នឹងវាក៏ប៉ះពាល់ទៅដល់មុខងារសរសៃឈាមបេះដូងព្រោះដោយសារវាមានសារធាតុកូលេស្តេរ៉ុលហ្នឹងច្រើនអញ្ចឹងណាគេខ្លះដែលចូលចិត្តញ៉ាំគ្រឿងក្នុងចាប់ពីឥឡូវនេះទៅមិនថាបងប្អូនកំពុងតែនៅក្នុងយុវវ័យឬក៏បងប្អូនវ័យចំណាស់ក៏យើងត្រូវយកចិត្តទុកដាក់ដែរព្រោះអាហ្នឹងវាមានប្រូតេអ៊ីនខ្ពស់ហើយកុំភ្លេចទៅជួសឈាមមើលជាតិអាស៊ីតគេហៅថាអាស៊ីតអ៊ុយរិកហ្នឹងឲ្យទាន់ពេលវេលាឲ្យបានទៀងទាត់ផងក្រោយថាវាមានបញ្ហាព្រោះអាហ្នឹងវាអាចធ្វើឲ្យយើងស្លាប់បានដែរដោយសារតែជាតិអាស៊ីតហ្នឹងឡើងខ្ពស់អញ្ចឹងវីដេអូនេះចែករំលែកជូនបងប្អូនទាំងអស់គ្នាតជាប់ជាមួយនឹងវីដេអូមុនជុំវិញបញ្ហាជំងឺអាស៊ីតជាមួយនឹងអាហារគឺគ្រឿងក្នុងនឹងតែម្ដងចា៎